ញ៉ាត់គមត្រូការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅតំបន់មុំ3តាំងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងទេសចរនិងខ្លួនខ្ញុំផ្ទាល់សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមឈ្លាសវៃនិងប៉ិនប្រសប់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅតំបន់មុំ3តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិជាគោលទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ សេចក្តីថ្លែងការណ៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីខាងលើក៏ទទួលបាននូវការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងការអនុម័តគាំទ្រពីអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី2ខែមិថុនាឆ្នាំ2025ចំនួន182សំឡេងផងដែរជាមួយគ្នានេះយើងខ្ញុំទាំងអស់គ្នាសូមគាំទ្រការបដិញ្ញាចិត្តរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលបានដាក់ចេញថាបើទោះបីជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិក៏ដោយក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ពយើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសសូមរួបរวมជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារបូរណភាពទឹកដីខ្មែរប្រកបដោយឆន្ទៈមនសិការស្នេហាជាតិដើម្បីការពារឲ្យខានតែបាននៅសុខសន្តិភាពនិងអធិបតេយ្យភាពជាតិយើងនិងជឿជាក់ថាការដោះស្រាយដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិគឺជាដំណោះស្រាយដែលល្អបំផុតដើម្បីការពារឧត្តមប្រយោជន៍ជាតិនិងធានារក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរថ្ងៃច័ន្ទ7កើតខែចេសឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី2ខែមិថុនាឆ្នាំ2025តំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចររដ្ឋមន្ត្រីហួតហៈ